ตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะខ្ញុំព្រះអង្គសូមលំអរលំអរនមស្ការក្រាបថ្វាយបង្គំព្រះសម្មាសម្ពុទ្ធមានព្រះភិក្ខុអង្គនោះមួយអន្លើដោយព្រះធម៌និងព្រះអរិយសង្ឃដោយសេចក្តីគោរពជ្រះថ្លាដល់ក្រៃលែងសូមក្រាបថ្វាយបង្គំព្រះករុណាជាម្ចាស់គ្រប់ព្រះអង្គដែលមានប្រវត្តិមាននៅក្នុងទីនេះជាទីគោរពសក្ការៈដល់ក្រៃលែងជាពិសេសសូមក្រាបថ្វាយបង្គំព្រះចៅអធិការវត្តថ្នោតកែវបូកព្រឹកស្ថិតនៅភូមិថ្នោតឃុំព្រែករំដេងស្រុកស្រីសន្ធរខេត្តកំពង់ចាមចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលលោកមានសទ្ធាចូលរួមកម្មវិធីបុណ្យបញ្ចុះខណ្ឌសីមាពុទ្ធាពិសេសនិងសម្ពោធឆ្លងសមិទ្ធផលនានានៅក្នុងវត្តថ្នោតកែវបូកព្រឹកទាំងអស់ជាទីស្រឡាញ់រាប់អានហើយកម្មវិធីបុណ្យយើងឆ្លងដល់ទៅថ្ងៃទី9ដល់ថ្ងៃ10 3យប់4ថ្ងៃបានពរអាត្មាទេសនាបថ្នាំងតំណាំងជាមួយរៃយំហ្នឹងហើយមានម្យ៉ាងដែរញាតិញោមណានៅវត្តយើងនៅមានរៃមានន័យថានៅមានដើមឈើតើអត់រៃចប់ហើយឃើញតែពីតុងឃើញតែសំណង់វត្តនេះនៅមានរៃយំមានន័យថានៅដើមឈើច្រើនញាតិញោមពុទ្ធបរិស័ទទាំងអស់ជាទីស្រឡាញ់តាមដែលលោកគ្រូព្រះអង្គផ្សព្វប្រាប់មកថាវិហារនេះអស់1លានអស់ជាង1លាន115000ចឹងជាសទ្ធាដល់ក្រៃលែងរបស់ពុទ្ធបរិស័ទទាំងអស់ដែលបានលះបង់ដើម្បីនឹងចូលរួមកសាងសមិទ្ធផលតម្កល់ទុកនៅក្នុងព្រះពុទ្ធសាសនាហើយវិហារនេះក្នុងព្រះវិន័យលោកហៅថាឧបោសថាគារជាកន្លែងដែលព្រះភិក្ខុសង្ឃលោកធ្វើកម្មញាតិញោមដូចជាបំពោះដូចជាកឋិនធ្វើឧបោសថអភិនកម្មអ្វីផ្សេងដែលជាកិច្ចរបស់ព្រះភិក្ខុសង្ឃនឹងដែលឈ្មោះដើមរបស់វិហារហ្នឹងលោកហៅថាជារោងឧបោសថព្រះអង្គលោកតាមព្រះវិន័យបញ្ញត្តិភិក្ខុសង្ឃហ្នឹងត្រូវជួបជុំគ្នារៀងរាល់កន្លះខែម្ដងដើម្បីនឹងស្ដាប់នៅព្រះវិន័យថាខ្លួនត្រូវធ្វើអ្វីខ្លះហើយខ្លួននឹងមិនត្រូវធ្វើអ្វីខ្លះអញ្ចឹងវិហារហ្នឹងគឺជារោងឧបោសថញាតិញោមឧបោសថដែលព្រះអង្គលោកធ្វើណាហ្នឹងហើយប៉ុន្តែនៅក្នុងអារាមរបស់ខ្មែរយើងនេះវិហារនេះគឺជា
cái hào cốt thông của bạn đây chỉ cái lấy nơi bị khổ sang tầng o Phật bò rồi sát tầng o chụp chùm pra về lư trầm nông lẹ khăn pre về này nông tiệt pra cướp tì cái lấy tầng o cướp sập xa rồi pơ ở vây đầy chia ca pra chỉ phải giao sầm rạp vót chỉ phải giao sầm rạpសហគមន៍យើងពុទ្ធសាសនិកជនរបស់យើងគឺគេប្រើទាំងអស់ចឹងវិហារហ្នឹងជាអាគារជាអាគារជារោងដែលមានសារៈសំខាន់នៅក្នុងវត្តខ្មែរនឹងខ្លាំងមែនទែនទីតីផ្សេងពីប្រទេសដទៃអញ្ចឹងវិហារនេះมันងាយធ្វើបានទេញាតិញោមអើយសម័យឥឡូវតសើលោកគ្រូចៅរិកាហើយធ្វើប្រហែល3ឆ្នាំ4ឆ្នាំធ្វើហើយកណាសាលាឆាន់កណានៅនោះឯងនៅតាន់បាននេះផងដល់លោកគ្រូចៅរិកាហ្នឹងប្រឹងសម្បើមសង្ស័យពីដើមឲ្យសមើលទៅចាប់ធ្វើវិហារមកសម្បុរខ្វេដោះគោហើយឡើងប្រផេះហើយធ្វើវិហារនេះងាយទេញាតិញោមវាពិបាកហេតុអីពិបាកតែដោយសារត្រូវសុំលុយសុំកាក់ញោមអញ្ចឹងធំចេះវាអស់បច្ច័យច្រើនហើយពុទ្ធបរិស័ទយើងហ្នឹងក៏មានតិចទៅក៏ជួយតិចទៅមានច្រើនក៏ជួយច្រើនទៅញាតិញោមខ្លះមានទ្រព្យក៏មានទៅខ្លះមានតែសទ្ធាវាអត់ទ្រព្យដល់អញ្ចឹងនឹងចង់ចូលប្រមាណក៏វាទៅវាមិនរួចកម្លាំងទ្រព្យវាមិនមានដល់អញ្ចឹងទៅមានតែចូលតាមកម្លាំងសទ្ធាដោយឡែកខ្លះញោមខ្លះគាត់មានកម្លាំងទ្រព្យច្រើនតែសទ្ធាតិចក៏មិនបានច្រើនអញ្ចឹងលោកគ្រូចៅរិកានឹងត្រូវប្រឹងត្រូវប្រែងសម្បើមណាស់បើសម័យពីដើមវិហារមួយប្រើស៊ីចៅរិកា3ឯណោះអត់បានហើយមួយតែគុណប្រសព2ណោះបានហើយវិហារឥឡូវនេះដូចជាញាតិញោមយើងគាត់បានធូរស្បើយច្រើនក្នុងសេដ្ឋកិច្ចហ្នឹងក៏តាមវត្តអារាមអីទាំងអស់ល្អប្រសើរឥឡូវនេះវិហារធ្វើហើយសងលុយគេហើយនៅមានជាពាក់គេទេពាក់អូក៏ខ្យល់ហើយចានឹងនៅមកវគ្គទៀតសឹកមិនតាន់លក់ស្រួលទេអញ្ចឹងនៅជាពាក់លុយញោមទេឥឡូវសន្មតទៅហើយទៅចុះហើយបញ្ចុះសមាស្អែកខាងស្អែកក៏ចប់ហើយអញ្ចឹងបន្ទាប់ពីហើយកសាងហើយញោមបូជាហើយបុណ្យក៏ចប់បញ្ចុះសមាក៏រួចរាល់សម្ពោធអ្នកមុខអ្នកការមន្ត្រីរាជការអីទាំងឡាយណាក៏ចប់អស់ឥឡូវសួរតែយើងធ្វើអីទៀតញាតិញោមធ្វើវិហារហើយធ្វើអីទៀតធ្វើសាលាឆាន់អត់ទេធ្វើវិហារហើយធ្វើអីទៀតក៏បានដែរប៉ុន្តែកិច្ចអ្វីដែលជាកិច្ចចាំបាច់សម្រាប់អ្នកកាន់ព្រះពុទ្ធសាសនាយើងទី1ពុទ្ធបរិស័ទជាទីស្រឡាញ់អស់លោកសប្បុរសទាំងអស់វត្តអារាមដែលអាចតាំងនៅបានគឺអាស្រ័យដោយការបដិបត្តិនៅព្រះធម៌អញ្ចឹងរាល់សំណង់ធ្វើមានបណ្ណាលោកម្ចាស់ជាបច្ចោអធិការបងមានសមត្ថភាពលទ្ធភាពប្រាប់ញាតិញោមមានកម្លាំងសទ្ធាបណ្ណាក៏ធ្វើជាបន្តញាតិញោមអើយសំណង់នេះធ្វើវាមិនអស់ទេធ្វើបន្តិចខូចវាចាស់ទៅជួសជុលអញ្ចឹងធ្វើរហូតដល់លោកគ្រូចៅរិកាផុតទៅនោះក៏នៅតែធ្វើដែរធ្វើរហូតនឹងសំណងវត្តនេះធ្វើវាមិនចប់ទេ
បើវាមិនខូចក៏វាចាស់ដែរតែវាចាស់វាខូចធ្វើតប៉ុន្តែសម្រាប់ក្រៅពីសំណង់អ្វីដែលយើងត្រូវធ្វើអ្វីដែលយើងត្រូវបដិបត្តិគឺធម៌គឺធម្មៈគឺព្រះសទ្ធម្មរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នេះទើបជាឈ្មោះថាជាបដិបទាដែលពុទ្ធបរិស័ទនិងព្រះភិក្ខុសង្ឃនឹងត្រូវតែប្រកាន់យកហើយវត្តនេះមិនថាវត្តថ្នោតមិនថាវត្តអូណាឡោមមិនថាវត្តណាទេបើអត់ធម៌ហើយវត្តនោះមិនជាទីជំរកនៃពុទ្ធបរិស័ទឡើយពីព្រោះទីនោះមិនអាចនឹងផ្ដល់មិនអាចនឹងជូននៅធម្មរសគឺរសរបស់ព្រះធម៌ជូនដល់ពុទ្ធបរិស័ទទេអញ្ចឹងពុទ្ធបំណងរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងស្ដេចទ្រង់ឲ្យពុទ្ធបរិស័ទនោះបដិបត្តិធម៌ជាមួយនឹងព្រះភិក្ខុសង្ឃបរិស័ទហ្នឹងបរិស័ទជាភិក្ខុក្តីជាសាមណេរក្តីជាឧបាសកក្តីជាឧបាសិកាក្តីត្រូវបដិបត្តិធម៌មានតែការបដិបត្តិធម៌ទេទើបនាំមកនៅសេចក្តីសុខនាំមកនៅការធូរស្បើយនៃផ្លូវចិត្តកាត់បន្ថយនៅវិបត្តិនៅក្នុងដួងចិត្តនៅក្នុងដួងចិត្តនេះដែលវាញោមញីដោយលោកធម៌ផងវាញោមញីដោយការឈ្នាននេះរបស់បុគ្គលដតីមកលើរូបយើងផងវាញោមញីដោយស្ថានភាពសង្គមរបស់ពិភពលោកនឹងវាប្រែប្រួលផងវាញោមញីដោយសេដ្ឋកិច្ចវាញោមញីដោយជីវិតឯកជនប្តីប្រពន្ធកូនចៅប្រុសស្រីញាតិផៅពងអីទាំងអស់នោះអវ័យគ្រប់យ៉ាងដែលជាអកុសលអវ័យគ្រប់យ៉ាងដែលជាអវិជ្ជមានដែលកើតឡើងនៅក្នុងជីវិតនឹងអាចកាត់បន្ថយសាបរលាបទៅបានអាស្រ័យដោយសារការបដិបត្តិបត្តិធម៌អញ្ចឹងណាញាតិញោមសម្រាប់ពួកយើងអ្នកកាន់ពុទ្ធសាសនានេះត្រូវតែមានធម៌ជាទីបដិបត្តិជាបដិបទាជាផ្លូវធម្មោហវេរកតិធម្មចារីមនាលអ្នកទាំងឡាយអ្នកដែលរក្សានៅធម៌អ្នកដែលបដិបត្តិនៅធម៌តែងតែបានមកវិញនៅការរក្សាដោយព្រះធម៌មានន័យថាម៉េចព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គត្រាស់សម្ដែងថាបើសិនជាបុគ្គលណាលោកបដិបត្តិធម៌នឹងជួយរក្សាអភិរក្សភិបាលរក្សារបស់ចំពោះបុគ្គលអ្នកបដិបត្តិនោះញោមស្ដាប់អត់យល់ទេថាមិនចេះលើកឧទាហរណ៍មួយឧទាហរណ៍ព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គលោកសម្ដែងថាកំហឹងនេះវាដុតដួងចិត្តផងវាដុតរាងកាយនឹងឲ្យខ្លោចឲ្យឆេះសន្ធោសន្ធៅផងចឹងទោសៈនេះគឺជាអកុសលវានាំមកនៅសេចក្តីទុក្ខដល់ចិត្តរបស់បុគ្គលនោះផងហើយវាញ៉ាំងវាដុតរាងកាយនឹងឲ្យវាឆាប់ចាស់ទ្រុឌទ្រោមផងហើយព្រះអង្គលោកសម្ដែងបន្តទៀតថាបើសិនជាបុគ្គលនោះមិនសូវសម្បូរដោយទោសៈចិត្តរបស់បុគ្គលនោះស្រាលល្អប្រៀបបានដោយសម្លៃដែលវហោះលើផ្ទៃវេហាអញ្ចឹងស្រាលវាល្អអញ្ចឹងបើសិនជាយើងបដិបត្តិធម៌យកធម៌ទៅបង្ក្រាបទោសៈនៅពេលដែលចិត្តរបស់យើងនឹងវាអត់សូវញោមញីដោយទោសៈបានញាតិញោមមានសេចក្តីសុខច្រើនត្រង់មានសេចក្តីសុខច្រើននោះហើយព្រះលោកថាជាបុគ្គលដែលបានរក្សាដោយព្រះធម៌ញាតិញោមស្ដាប់បានទេស្ដាប់បានទេបងកាន់ពពេលខឹងតាជាពិសេសញោមស្រីណាពេលខឹងតាមិនសូវចូលផ្ទះកុំទៅបន់ព្រះថាកុំទៅបន់ព្រះអង្គវត្តថ្នោតទេតែព្រះអង្គអើយកសាងវត្តព្រះអង្គអស់ច្រើនណាស់ធ្វើម៉េចឲ្យតាខ្ញុំជប់ដើរលេងយប់ឲ្យច្រើនកុំឲ្យដើរលេងយប់ច្រើនពេក
បើព្រះអង្គប្រកែកទុំគុំថ្វាយហង្ស័កមួយអត់ទេទី1អ្នកដែលត្រូវអ្នកដែលប្រកែកបំផុតនៅក្នុងរឿងហ្នឹងណាគេញោមតាត្រចរចាជាមួយតាឬមិនឲ្យយល់គ្នាទី2បើចរចាជាមួយតាមិនបានត្រូវអប់រំចិត្តខ្លួនឯងត្រូវចាប់ផ្ដើមទទួលស្គាល់នៅរឿងណាដែលវាកើតហើយដោះវាមិនចេញនឹងជាវាបាបវាអកុសលអីហើយតាអញ្ចឹងដែរជួនកាលនិយាយកាចណាស់កាចមិនអាចនឹងទ្រាំបានកាន់តែចាស់កាន់តែកាចមិនដឹងជាយ៉ាងម៉េចកាចពីក្មេងមិនសូវកាចកាលជួបគ្នាដំបូងសម្ដីពីរោះផ្អែមល្ហែមគួរឲ្យទុកចិត្តដល់ជួបគ្នា40ឆ្នាំ50ឆ្នាំមកកាចយល់គ្នាតែម្ដងកាចអញ្ចឹងតើគ្មានវិធីអីផ្សេងមិនតែអប់រំចិត្តកាលដែលអប់រំចិត្តនោះឯងឈ្មោះថាព្រះធម៌នឹងរក្សាហើយគឺយល់គឺព្យាយាមប្រើបញ្ញាតាមរយៈកិច្ចបដិបត្តិព្រះពុទ្ធសាសនានេះឯងអញ្ចឹងព្រះករុណាជាម្ចាស់គ្រប់ព្រះអង្គញាតិញោមពុទ្ធបរិស័ទមានតែការបដិបត្តិធម៌ទេទើបអាចនាំសេចក្តីសុខដល់ពុទ្ធបរិស័ទបាននៅក្នុងបិដកលេខ6ព្រះសម្មាសម្ពុទ្ធជាម្ចាស់សម្ដែងអំពីធម្មជាតិដ៏ប្រសើរដែលពុទ្ធបរិស័ទអាចបដិបត្តិទៅវានាំនៅភាពប្រសើរនាំនៅភាពល្អសេចក្តីសុខកើតឡើងនៅក្នុងជីវិតព្រះអង្គលោកត្រាស់សម្ដែងណាញាតិញោមណាចឹងតាំងចិត្តស្ដាប់ទាំងអស់គ្នាទៅមើលទី1ទស្សនានុត្តរិយៈការឃើញនៅប្រសើរអ្វីជាការឃើញនៅប្រសើរមនាលអ្នកទាំងឡាយតថាគតហៅថាការឃើញនៅប្រសើរនេះជាសភាវៈដ៏ល្អដែលជាទីគប់រោគដែលជាទីប្រាថ្នានៃពួកជនទាំងឡាយនៅក្នុងលោកនេះអ្វីជាការឃើញនៅប្រសើរការឃើញនៅប្រសើរនេះអស់លោកសពបរោះទាំងអស់អញ្ជើញមកនេះកាលដែលមកបំពេញកុសលមកឃើញនៅរឿងកុសលជាច្រើនការឃើញអ្វីដែលមិននាំមកនៅអកុសលនេះឈ្មោះថាជាការឃើញនៅប្រសើរឃើញក្នុងន័យធម្មតាបណ្ណ័យឲ្យជ្រៅឃើញទៀតថាជីវិតនេះវាមិនទៀងវាប្រែប្រួលចិត្តរបស់មនុស្សក៏ប្រែប្រួលដែរអញ្ចឹងការឃើញនៅសភាវៈពិតនៃធម្មជាតិឈ្មោះថាជាការឃើញនៅប្រសើរទទួលស្គាល់អញ្ចឹងញាតិញោមដូចជាលោកគ្រូចៅតិកាញាតិញោមស្រឡាញ់ណាស់គេហៅស្រឡាញ់នោះស្រឡាញ់ចង់ឲ្យទៅណាស្រាប់តែថ្ងៃណាមួយបញ្ចុះសីមាអកុសលវាកើតឡើងដល់ទេមើលទៅឯងទៅមុខរួចថយក្រោយរួចទៅចំហៀងហើយប្រោចបាត់ញោមនេះគក់ទ្រូងផងរឹតទ្រូងផងចង់ផតទ្រូងហើយចុះលោកគ្រូចៅរិកាយ៉ាងម៉េចចោះបញ្ចុះសីមាហើយមិនដាក់មេប្រូចចោះស្ដាយក៏ស្ដាយតែក្នុងធម៌សម្រាប់យើងអ្នកកាន់ពុទ្ធសាសនាញាតិញោមណាយើងតែងតែចង់បានយើងតែងតែចង់ឃើញនៅរបស់ណាដែលយើងពេញចិត្តថាឲ្យវាចង់អញ្ចឹងឲ្យវានៅអញ្ចឹងឲ្យវាអញ្ចឹងឲ្យវាអញ្ចឹងតែសភាវៈពិតនៃធម្មជាតិនេះនៃលោកនេះវាអត់តាមយើងចង់ទេវាតាមរឿងរបស់វាអញ្ចឹងត្រូវទទួលស្គាល់ថាអ្វីគ្រប់យ៉ាងវាមិនទៀងតែនិយាយអញ្ចឹងមិនបើកទ្វារបើកពអួចឲ្យលោកគ្រូចៅរកាដាក់មេប្រូចទៅណាគាត់តែលើកឧទាហរណ៍ទេព្រោះធ្លាប់ឮស្រឡាញ់អើយស្រឡាញ់អូយលោកគ្រូមុខលោកគ្រូមីចៅរកាវត្តថ្នោតនឹងល្អណាស់សម្រាប់តែបានតែ6ខែបញ្ចុះសីមាឲ្យប្រោចបាត់ចាប់ផ្ដើមឮពីនៅអញថាយូរហើយយាយអើយឃើញលោកនឹងតាំងពីដើមអញថាវាមិននៅយូរទេទៅហើយទៅមែនកើតទៅជាបដិខៈមិនសបាយ
ព្រះលោកថាអត់ទេអានឹងឈ្មោះថាជាការឃើញមិនប្រសើរឃើញនៅសភាវៈពិតថាវាយ៉ាងណាគឺវាយ៉ាងនោះឯងញាតិញោមចឹងសម្រាប់ពួកយើងអ្នកកាន់ពុទ្ធសាសនាត្រូវមានបញ្ញានោះរៀនបដិបត្តិភ្លាមអញ្ចឹងញាតិញោមពួកយើងនេះអត់មានបដិបត្តិធម៌សម្រាប់ត្រៀមខ្លួនទៅនៅឋានសួគ៌ទេរឿងឋានសួគ៌នឹងចាំស្លាប់ទៅទីជន់ទីប្រមាណក៏ទៅប៉ុន្តែរឿងពិតនៅទីនេះឥឡូវនេះអិធិដ្ឋានទេទីនេះឥឡូវនេះមានន័យថាបើចិត្តវាមួមកសួរខ្លួនឯងថាវាកើតរឿងអីវាកើតរឿងអីបានមួមកទេចុះមកភូមិអ្នកណាក៏មិនស្អប់ដែរស្អប់តតានឹងមួយរមងដើរកាត់មុខមិនបានសួរខ្លួនឯងញាតិញោមណាមានសតិថាទេចុះតាសុកហ្នឹងក៏មិនដែលធ្វើអីអញសោះចុះអញក៏មិនចូលចិត្តតាហ្នឹងតើសោះឲ្យតានោះមិនដឹងខ្លួនទេអត់ដឹងថាយាយនៅចិត្តទៀតនឹងស្អប់ទេស្អប់គ្មានហេតុប៉ុន្តែក្នុងធម៌លោកថាវាមានធម្មជាតិមនុស្សនេះសន្សំរឿងមកក្នុងសង្សារវដ្តវាយូរអញ្ចឹងញាតិញោមជួនកាលហ្នឹងយើងមិនពេញចិត្តអ្នកដតីមិនមែនដោយសារអ្នកដតីហ្នឹងធ្វើអាក្រក់អីចំពោះយើងទេមិនមានទេគ្រាន់តែឃើញមុខម្នាក់ហ្នឹងថាគ្មាននិស្ស័យតែម្ដងមានទេញាតិញោមធ្លាប់ទេហ្នឹងហើយជួនកាលស្អប់ទាំងញាតិខ្លួនឯងទៀតទៅញាតិមកតកូលហ្នឹងចូលចិត្តទាំងអស់មិនចូលចិត្តអាចដូនមួយនឹងរមងហ្នឹងហេតុអីដោយសារតែមនុស្សវាធ្លាប់សំពីមកជាមួយគ្នាអញ្ចឹងបើសិនជាវាមានរឿងអញ្ចឹងឆាប់យកព្រះធម៌ហ្នឹងរលឹកថាហេតុអីបានមិនចូលចិត្តគាត់ហ្នឹងគាត់អត់ដែលធ្វើអីយើងសោះមិនបានមិនចូលចិត្តអញ្ចឹងត្រូវយកធម៌ទៅបដិបត្តិក្នុងទីហ្នឹងទីនោះចំណុចនោះហើយទៅដែលត្រូវការព្រះធម៌ដើម្បីជួយស្រោចស្រង់ចិត្តហ្នឹងកុំឲ្យវាធ្លាក់ទៅក្នុងអំណាចនៃការច្រណែនឈ្នានីសឬក៏បដិខៈថ្នាំងថ្នាក់ណាមួយនេះឯងជាសារៈសំខាន់នៃការបដិបត្តិធម៌អញ្ចឹងញាតិញោមទី2សវនានុត្តរិយៈសម្រាប់ពុទ្ធបរិស័ទដែលជាអ្នកបដិបត្តិធម៌ប្រចាំថ្ងៃនេះញាតិញោមស្ដាប់ញាតិញោមណាស្ដាប់ធម៌ហ្នឹងហើយកាត់បន្ថយការស្ដាប់និយាយដើមអ្នកដទៃស្ដាប់ធម៌ច្រើនតែស្ដាប់រឿងអីច្រើនអានឹងអត់ល្អទេណាតែស្ដាប់យូរទៅអញ្ចឹងបានព្រះលោកឲ្យស្ដាប់ញាតិញោមព្រោះចិត្តនេះណាស្ដាប់អីច្រើនយ៉ាងណាវានឹងប្រែប្រួលទៅយ៉ាងនោះសម្រាប់ប្រជាជនយើងញាតិញោមមើលកូនយើងតូចបើតកូលនោះកើតចំឪពុកម្ដាយនិយាយមិនសូវព្រោះស្ដាប់យូរកូននោះចិត្តនឹងនិយាយមិនពីរោះទេអញ្ចឹងលោកឲ្យស្ដាប់រឿងណាដែលមានប្រយោជន៍ហាត់ស្ដាប់ញាតិញោមជួនកាលញាតិញោមខ្លះគួរឲ្យសង្វេគមកជីវិតអត់ចេះស្ដាប់រឿងល្អស្ដាប់បានយូរ5នាទីងើបចេញហើយបើថាអីឮថាយាយនោះចេះតានោះចុះស្ដាប់មកព្រឹកស្ដាប់បានគួយឯងនោះហ្នឹងឯងងើបទៅអានឹងកាត់បន្ថយញាតិញោមណាកាត់ព្រះលោកថាឲ្យរៀនស្ដាប់ដល់ល្អទី3លាភានុត្តរិយៈការបានមកដល់ប្រសើរនេះលោកសំដៅយកកុហកហ្នឹងញាតិញោមពុទ្ធបរិស័ទលោកឲ្យស្វែងរកទ្រព្យដោយប្រសើរប្រកបដោយកុសលប្រកបដោយសុចរិតកុំធ្វើអ្វីដើម្បីបានទ្រព្យនាំឲ្យអ្នកដតីក្តៅក្រហាយអ្នកខ្លះមានមែនប៉ុន្តែញ៉ាំងអ្នកដតីឲ្យក្តៅក្រហាយដោយសារទ្រព្យខ្លួននោះឯងអញ្ចឹងលោកថាត្រូវរស់ទ្រព្យនឹងបានដោយល្អបើនិយាយអំពីប្រសងវិញបកករណាយើងបច្ច័យ4របស់ពួកយើងនេះក៏ត្រូវបានមកដោយល្អដែរលាភានុត្តរិយៈជួនកាលបរិស័ទប្រមូលអស់ហើយស្រូវបាត់ឃ្លាំងអង្គបាត់តោបាត់តាំងលក់ខ្ទេចលក់ខ្ទីមកជួយលោកព្រះអង្គនឹងមិនព្រមគិតទៅជួនកាលទៅថែមទៀតទៅសុំថែមទៀតសុំក៏ឃើញក្រហម
គេខ្លាចព្រះលោកមកយើងសុំចឹងទេអញ្ចឹងលៀបទាំងឡាយរបស់ព្រះភិក្ខុសង្ឃនឹងបានដោយប្រសើរគឺបានទៅតាមព្រះវិន័យព្រះករណាជាម្ចាស់សម្បត្តិរបស់វត្តនេះណាមិនមែនសម្បត្តិរបស់យើងឯកជនទេលោកម្ចាស់ទៅដោះអាក្រហមនឹងចេញទៅគេដាក់អ្នកថ្មីហើយស្រួយកណាចុះមកស្រោចទឹកទៀតក៏មិនដឹងដែរអញ្ចឹងទ្រព្យសម្បត្តិអីទាំងអស់នេះជារបស់សង្ឃបូជាដោយបរិស័ទអញ្ចឹងធ្វើទៅតាមកម្លាំងសទ្ធារបស់បរិស័ទយើងបើញោមយើងខ្សត់យើងធ្វើតាមខ្សត់បើញោមយើងខ្វះមែនទែនកុំធ្វើសឹងនឹងតង់ក៏បានដែរបើសិនបើញោមគាត់ក្រគាត់ខ្សត់កុំឲ្យវត្តអារាមคล้ายទៅជាបន្ទុករបស់ពុទ្ធបរិស័ទឲ្យសោះស្ងាត់ស្ងាត់លោកយកប្រូក្រាមទៅឲ្យញោមអើយបនបានតែមកទៀតទៅមួយវត្តទៅមួយទៀតទៅឡើងខ្សោះខ្លួនអានេះក៏អត់ដែរព្រះលោកថាអត់ទេបច្ច័យ4ដែលចូលមកក្នុងវត្តក្តីជារបស់សង្ឃក្តីជារបស់ភិក្ខុជាឯកជនក្តីត្រូវបានមកដោយប្រសើរលោកម្ចាស់បរិស័ទខ្មែរយើងនេះណាល្អណាស់កណាតសើបរិស័ទខ្មែរយើងប៉ុន្តែកណាមិនប្រៀបបរិស័ទខ្មែរយើងទៅបរិស័ទណាទេតែពុទ្ធបរិស័ទខ្មែរនេះល្អណាស់ល្អតែមែនទែនវត្តនឹងស្មើនឹងផ្ទះស្មើនឹងវត្តមានន័យថាម៉េចមានន័យថាអ្វីដែលបរិស័ទយកមកបូជាក្នុងវត្តនឹងគឺជារបស់ដែលមាននៅក្នុងផ្ទះដោយការស្រឡាញ់ញាតិញោមយើងខ្លះក៏យល់ធម៌ខ្លះមិនយល់បករណាបឋមកថាមួយចំនួនកុំសំដែងធម៌បន្តោះបង្អាប់ញោមខ្លួនឯងថាអូយស្រុកខ្មែរនេះគ្មានអ្នកយល់ធម៌ទេយ៉ាងច្រើន 3% ត្រូវបើយល់ 100% នេះខ្លាយព្រះអរហន្តអស់ហើយ